ការពីថ្ងៃសកទីក្រុងចុងយ៉ាងបានចេញមុខចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថាកំពុងធ្វើតាមខ្សែញាក់របស់អាមេរិកដែលអរិយាប័ត្រនេះចង់និយាយដល់ចិនសម្ព័ន្ធមិត្តដែលកាលពីសប្តាហ៍មុនបានប្រកាសថាផ្អាកលែងនាំចូលជូនថ្មពីកូរ៉េខាងជើងហើយកូរ៉េខាងជើងបានប្រើពាក្យធ្ងន់ធ្ងររិះគន់ចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់និងដែលធ្លាប់តែការពារខ្លួនរហូតមកនៅក្នុងអត្ថបទវិចារណកថាដែលចេញផ្សាយនៅថ្ងៃសុក្រដោយទីភ្នាក់ងារព័ត៌មាន KCNA ទីក្រុងភ្ជុងយ៉ាងបានចោទប្រកាន់ថាប្រទេសជិតខាងរបស់ខ្លួនបានរាំតាមចង្វាក់ភ្លេងរបស់អាមេរិកតាមកូរ៉េខាងជើងប្រទេសជិតខាងមួយនេះចង់ធ្វើជាមហាអំណាចអស្ចារ្យប៉ុន្តែបែរជាមករាំតាមចង្វាក់ភ្លេងរបស់អាមេរិកទៅវិញនៅថ្ងៃប្រហ័សប្រធានាធិបតីអាមេរិកកាំងលោកដូណាល់ត្រាំបានបញ្ជាក់ជាថ្មីថាចិនអាចប្រើឥទ្ធិពលរបស់ខ្លួនដើម្បីទប់ស្កាត់សកម្មភាពញុះញង់របស់កូរ៉េខាងជើងទីក្រុងភ្ជុងយ៉ាងវេតម្លៃថាប្រទេសជិតខាងរបស់ខ្លួនមិនបានអល់ឯកនឹងចាត់វិធានការមួយដែលគ្មានលក្ខណៈមនុស្សធម៌នោះទេគេបានបញ្ឈប់ភ្លាមរាល់ពាណិជ្ជកម្មក្រៅប្រទេសដែលកន្លងមកបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនទោះជាមិនបាននិយាយចំឈ្មោះក៏គេអាចដឹងថាកូរ៉េខាងជើងចង់សម្ដៅដល់ប្រទេសចិនដែលបានប្រកាសផ្អាកឈប់ទិញធ្យូងថ្មពីកូរ៉េខាងជើងនៅថ្ងៃសៅរ៍សប្តាហ៍មុនរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថាពេញមួយឆ្នាំ2017ចិននឹងផ្អាកឈប់នាំចូលធ្យូងថ្មពីកូរ៉េខាងជើងតាមទីក្រុងចុងយ៉ាងវិធានការនេះត្រូវបានអនុវត្តទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខដែលថ្ងៃកាលពីខែវិច្ឆិកាឆ្នាំមុនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងក្នុងរឿងបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងអត្ថបទចុះផ្សាយរបស់ KCNA កូរ៉េខាងជើងនៅបានប្រើពាក្យធ្ងន់មួយទៀតដូចជាថាគឺជាការគិតបែបកូនក្មេងសុទ្ធសាធដែលគេជឿជាក់ថាការបិទខ្ចប់ប្រព័ន្ធចំណូលនឹងធ្វើឲ្យកូរ៉េខាងជើងលះបង់ចោលនៅកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលនោះកូរ៉េខាងជើងរិះគន់ចិនដែលជាសម្ព័ន្ធមិត្តនិងជាអ្នកការពាររបស់ខ្លួននៅក្នុងឆាកអន្តរជាតិនេះគឺជារឿងដែលគេកម្របានឃើញនៅក្នុងទំនាក់ទំនងស្អិតល្មួតចិននិងកូរ៉េខាងត្បូងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរចាប់ផ្ដើមចុះស្រអាប់ចាប់តាំងពីកូរ៉េខាងជើងចូលដឹកនាំដោយលោកគីមចុងអ៊ុនដែលចេះតែកើនសហគមន៍អន្តរជាតិដោយបានបាញ់សាកល្បងម្ដងហើយម្ដងទៀតនៅគ្រាប់បែកនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិកតាមអ្នកជំនាញទីក្រុងប៉េកាំងសម្រាប់ចិត្តឈប់ទិញនាំចូលធ្យូងថ្មពីកូរ៉េខាងជើងដោយសារតែរឿងបាញ់សាកល្បងនុយក្លេអ៊ែរផងនិងដោយសារតែចិនអាចខឹងនឹងកូរ៉េខាងជើងដែលគេជឿថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់បងប្រុសរបស់លោកគីមចុងអ៊ុនគឺលោកគីមចុងណាមដែលធ្លាប់ស្ថិតនៅក្រោមការការពាររបស់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះមន្ត្រីកូរ៉េខាងជើងម្នាក់បាននិយាយថាវិធានការរបស់ចិនឈប់ទិញធ្យូងថ្មពីកូរ៉េខាងជើងនឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើងដែលសប្តាហ៍ថ្ងៃកំពុងរៀនរស់ដោយមិនពឹងជំនួយនឹងការនាំចូលពីបរទេសឡើយប៉ុន្តែអ្នកជំនាញមួយចំនួនវាយតម្លៃថាប្រតិកម្មរិះគន់ចិននៅថ្ងៃនេះសបញ្ជាក់ឲ្យឃើញថាទណ្ឌកម្មរបស់ចិនប៉ះពាល់ខ្លាំងដល់ច្រកដង្ហើមរបស់កូរ៉េខាងជើងដែលរហូតមកចង់បានសាច់ត្របាក់សុទ្ធពីការលក់ធ្យូងថ្មទៅឲ្យចិនកុយចិនបានបង្ហាញថាក្នុងឆ្នាំ2016ចិនបានចំណាយលុយជាង$1000 លានអាមេរិកដើម្បីនាំចូលធ្យូងថ្មជាង22 លានតោនពីកូរ៉េខាងជើង